លុយ3លានដែលត្រូវសងខ្ញុំវិញមិនក៏នៅគាំងក្នុងប្រព័ន្ធទៀតលោកគ្រូក្មេងលីនដំណើរការសងលុយធំដុំវាញញ៉ៃបន្តិចកូនចៅខ្ញុំវាមិនដឹងអីក៏ធ្វើឲ្យអាក់រអួលហ្មងទៅម្សិលមិញកូនចៅខ្ញុំវាពិតជាមានភ្នែកអេរ៉ូមែនខ្ញុំបានដាក់ពិន័យវាយ៉ាងចាស់ដែរហើយឲ្យតែលោកមិនដកលុយវិញខ្ញុំនឹងដំឡើងកម្រិតវេបពេជ្រខ្មៅជូនភ្លាមខែនេះញ៉ាំអីក៏ហ្វ្រីដែរតើលោកយល់យ៉ាងណាដែររីហេម្សិលមិញសំបីតែលោកក៏ឯងមិនឲ្យខ្ញុំជ្រកផងឥឡូវមកនិយាយរឿងហ្វ្រីជាមួយខ្ញុំលោកគ្រូក្មេងលោកជាមួយ10ឆ្នាំរបស់យើងទៅហើយយ៉ាងណាក៏មានមនោសញ្ចេតនាជាមួយហាងយើងខ្លះដែរណោះមនោសញ្ចេតនាម្សិលមិញពេលសន្តិសុខខែងរុញខ្ញុំធ្លាក់ភពមិននិយាយរឿងមនោសញ្ចេតនាផងទៅលោកគ្រូក្មេងសូមអង្វរទុកឱកាសឲ្យខ្ញុំម្ដងទៀតទៅលោកគ្រូក្មេងម្សិលមិញខ្ញុំខ្វាក់ភ្នែកមែនទើបមើលមិនស្គាល់មនុស្សអស្ចារ្យដូចជាលោកសូមលោកម្ចាស់លើកលែងឲ្យខ្ញុំម្ដងទៅណាឲ្យតែលោកព្រមបន្ធូរបន្ថយលុបចោលការដកលុយនោះយប់នេះចង់ទៅណាធ្វើអីក៏បានដែរស្រេចតែលោកគ្រូក្មេងរៀបចំចាចេញឲ្យឆ្ងាយទៅក្លិនទឹកអប់ថោកទាបរបស់នាងមិនស្មើនឹងក្លិនទឹកភពផងលោកគ្រូក្មេងកុំតន់អើទៅអីថយឲ្យឆ្ងាយទៅវើយកុំយកដៃកម្រករបស់ឯងមកប៉ះលោកលីនឲ្យសោះលោកប្រធានចៅលោកមានមុតរបួសត្រង់ណាអត់ធ្វើតាមច្បាប់ទម្លាប់ទៅក្នុងរយៈពេល3ថ្ងៃលុយ3លានត្រូវតែចូលកងខ្ញុំវិញឲ្យគ្រប់ហាមបាត់មួយសេនចាំទុកបើថ្ងៃក្រោយ2នាក់នេះមករកខ្ញុំដាច់ខាតមិនឲ្យចូលទេអាឡូមានរឿងអីលោកប្រធានចៅប្រញាប់ត្រឡប់មកហាងវិញភ្លាមមកមានរឿងធំអីមេក្រឡុំឬក៏គេវីកំតិចហាងហ្នឹងអំបាញ់មិញមានថៅកែរ៉ែឈូងធំម្នាក់ទម្លាក់សែក5លានគាត់ប្រាប់ថាមកបន្ទប់វេបពិសេសរបស់យើងពេញមួយខែហ្មងរី10,000,000សែនលាន5លានមែនវើយបាត់មិនបាត់មួយសេនទេឥឡូវគាត់កំពុងរងចាំលោកប្រធានទៅបញ្ជាក់នៅបន្ទប់វេបនោះតោះទៅជួបសេដ្ឋីជាមួយឯងសួស្ដីថៅកែខ្ញុំចៅហុងវៃជាប្រធានគ្រប់គ្រងហាងនេះបាទសែករបស់ថៅកែយើងបានពិនិត្យរួចរាល់ហើយអាចបញ្ចូលលុយបានគ្រប់ពេលអញមិនខ្វះលុយទេលុយ5លាននេះគ្រាន់តែលុយចាយលេងទេខែនេះត្រូវរៀបចំក្តាមយក្សនិងប៉ាវហ៊ឺអូស្ត្រាលីឲ្យអញរាល់ថ្ងៃប៉ាធំកូនចង់បានសេវាកម្មដែលលុយជាងគេនៅក្នុងហាងនេះណាលោកទាំងពីរតាំងចិត្តឲ្យបានខែនេះបុគ្គលិកពេញមួយហាងនឹងបម្រើតែទៅលោកប៉ុណ្ណោះធានាថានឹងលើកមុខមាត់លោកទាំងពីរឲ្យអស់ទំហឹងតែម្ដងបានលុយ5លាននេះចូលកងហើយអញនៅខ្លាចអាក្មេងជិះម៉ូតូអគ្គិសនីកញ្ចាស់នឹងទៀតអីលោកប្រធានចៅចុះលុយ3លានរបស់លីនម៉ូនោះយើងនៅតែសង្កេតវិញទៀតអត់សងស្អីអញនឹងធ្វើឲ្យវាវីវរកផ្លូវដើរមិនឃើញហ្មងមើលឲ្យច្បាស់ដកលុយ5លាននេះចូលកងភ្លាមទៅបិទការវិភាគបន្ទប់វេបពិសេសពេញមួយខែនេះឲ្យចិត្តហាមអ្នកណាចូលប៉ះពាល់បាទលោកប្រធានចៅខ្ញុំចាត់ការឥឡូវនេះហើយមួយទៀតចាត់ការរឿងសងលុយអាលីនម៉ូនោះភ្លាមប្រើលក្ខខណ្ឌទី8នៃកិច្ចសន្យាសមាជិកភាពទៅសិទ្ធិបកស្រាយគឺស្ថិតលើលក្ខខណ្ឌលាក់កំបាំងរបស់យើងទាំងអស់លោកប្រធានចៅលក្ខខណ្ឌនោះធម្មតាគ្រាន់តែបោះពុម្ពនៅពីក្រោយដើម្បីគម្រាមភ្ញៀវបើយើងហ៊ានតែកាត់លុយអតិថិជនកម្រិតវេបធំមែនគឺខុសច្បាប់ហើយណាចុះបើគេទៅប្តឹងប៉ូលីសខុសច្បាប់ឥឡូវអញមានលុយសុទ្ធ5លានតម្កល់ទុកតើអញត្រូវខ្លាចវាប្តឹងទៀតអីយកថ្លៃបញ្ចុះតម្លៃសមាជិកពីមុនរបស់វានិងថ្លៃពីនៃលុបចោលសមាជិកភាពគិតវាជាប្រាក់សងជំងឺចិត្តតាមស្តង់ដារខ្ពស់បំផុតអញលោកប្រធានចៅបើគិតតាមស្តង់ដារខ្ពស់បំផុតប្រាក់សងជំងឺចិត្តគឺ1លានអញ្ចឹងលុយ2លានដែលនៅសល់យើងត្រូវតែសងទៅគេវិញតាមពេលកំណត់ហើយ